បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការគៀងគរធនធានក្នុងស្រុក LFR មកលោកកាតារារតបានចាប់ផ្ដើមគម្រោងដែលមានឈ្មោះថាកូនសូមផ្លូវឆ្លងដោយបានអនុវត្តឧបករណ៍ LFR ដូចជាការស្វែងរកម្ចាស់ជំនួយដែលមានសក្តានុពលនិងការធ្វើផែនការ LFR គាត់បាននាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានដូចជាគ្រោះថ្នាក់ចរាចរណ៍មានអត្រាទាបជាងមុននិងការយល់ដឹងកាន់តែស៊ីជម្រៅអំពីច្បាប់ចរាចរណ៍សម្រាប់សិស្សប្រហែល 6000 នាក់ហើយគាត់បានចែករំលែកដល់គណៈគ្រប់គ្រងសាលារៀនឲ្យមានសមត្ថភាពប្រើប្រាស់ LFR ដើម្បីការអភិវឌ្ឍសាលារៀនរបស់ពួកគេប្រកបដោយនិរន្តរភាពខ្ញុំលើកទឹកចិត្តលោកស្រីគួរតែចូលរួមរៀនវគ្គគៀងគរថវិកាក្នុងស្រុកជាមួយនឹងអង្គការ CCC នេះហើយអាចនឹងធ្វើឲ្យមានផលផ្លាស់ប្ដូរប្រែប្រួលដោយដែលខាងខ្ញុំបានលើកពីកន្លងមកបាទអរគុណបើចង់បានផលចេះជីវិតជំនាញនៅក្នុងសហគមន៍របស់អ្នកសូមចូលរួមវគ្គគៀងគរធនធានក្នុងស្រុកទាំងអស់គ្នា